ខ្ញុំចង់ទៅមើលចំការឪពុករបស់ខ្ញុំបន្តិចដីនោះម៉ែរបស់ខ្ញុំបានលក់ឲ្យគេយូរហើយខ្ញុំគ្រាន់តែចង់ទៅមើលឲ្យឃើញម្ដងហ្នឹងណាព្រោះជាកន្លែងដែលខ្ញុំធ្លាប់រស់នៅជាមួយលោកឪពុកមែនហើយឯងគឺមានការងារផ្ទាល់ខ្លួនរបស់ឯងដែលត្រូវធ្វើអញ្ចឹងគ្នាទៅរកត្រីសិនហើយណាពុកម៉ែខ្ញុំទៅសិនហើយណាចោទៅសិនហើយថ្ងៃនេះខ្ញុំគិតថាចង់ទៅច្រើនកន្លែងទៀតណាមីងខ្ញុំចង់ហួសទៅមើលផ្ទះដែលខ្ញុំធ្លាប់រស់នៅបន្តិចដែរហើយប្រហែលជាយប់បន្តិចទើបខ្ញុំត្រឡប់មកវិញលោកពូអ្នកមីងមិនចាំបាច់ចាំបាយខ្ញុំទេបានប្រាប់អញ្ចឹងអស់ហើយក្មួយបានអីជីទៅនឹងក្មួយចេះបរទេះគោអន់បើក្មួយចេះក្មួយទៅយករទេះមីងនៅខាងក្រោយទៅមិនចាំបាច់ទេមីងខ្ញុំដើរទៅក៏បានដែរព្រោះថាកន្លែងនោះពិបាកបរទេសចូលណាគឺខ្ញុំដើរជើងទៅទីស្រួលជាងណាមីងបើអញ្ចឹងធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងទៅណាអញ្ចឹងមីងពូខ្ញុំនិយាយសឹកហើយទៅចុះក្មួយទៅចុះក្មួយបងផំចាប់ខ្ញុំផងបងផំចាប់ខ្ញុំផងចាប់ផងមកនេះបងជួយខាងអើយមិនអីទេបងចាប់មែននឹងនូហើយនឹងនូក្រមុំស្ដុកតាហើយហ្នឹងណានៅតែលេខឡោះមិនដឹងស្អីសោះណែពុកវីខ្ញុំមិនចង់ឲ្យកូនស្រីរបស់យើងនេះណាទៅស្និទ្ធស្នាលជាមួយនឹងក្មួយភពនោះទេគ្រួសាររបស់គេនឹងណាមានទ្រព្យសម្បត្តិធ្វើមិននឹងបានមើលឃើញកូនស្រីរបស់យើងទៅអើយម៉ែវាឯងនេះចិត្តតែគិតវែងឆ្ងាយហើយមិនតន់តែកាត់រឿងអីផងណាបញ្ញាទៅទីទុកមុនអញ្ចឹងត្រូវតែបារម្ភទុកមុនអញ្ចឹងហើយព្រោះយើងជាកូនស្រីណាត្រូវតែស្រះរបងទុកមុនគ្មានអ្នកណាតន់តែគោកបាត់ហើយទើបស្រះរបងនោះទេណាពុកវីនេះទឹកពុះហើយពុះហើយហូបទឹកតែអត់ទេដាក់មកអង្គុយចាំផឹកមួយថ្ងៃឡើងស្ងួតជើងធ្មេញទៅហើយនេះអញ្ចឹងយកប៉ាន់មកដាក់ទឹកអើយអត់ទេប៉ាន់ធ្វើមិនចេញនេះមកក៏ពិបាកដែរម្ល៉េះចាំមើលយកអញតតបានណាចាំមើលកុំចង់សាច់ជាមួយចម្ប៉ាឲ្យសោះណារឿងអីថាប៉ុណ្ណាយើងធ្វើមិនបាននោះអូយជ្រុំមកហើយបងត្រូវតែហើយនេះខ្ញុំមានរឿងចង់សួរបងបន្តិចណាបងត្រូវត្រឡប់ទៅខេត្តវិញប្រហែលថ្ងៃដែរប្រហែលជា 2-3 ថ្ងៃទៀតទើបបងត្រឡប់ទៅខេត្តវិញនេះនោះមានការអីនៅតែ 2-3 ថ្ងៃទៀតទេគ្មានការអីទេខ្ញុំគ្រាន់តែចង់ដឹងហើយចាប់បងឆាប់ត្រឡប់ទៅវិញម្ល៉េះនេះមិនគិតនៅលេងទីនេះ 2-3 ថ្ងៃទៀតទេអីបានជាបងឆាប់បញ្ញាប់ទៅវិញម្ល៉េះជ្រុលជាមកទីនេះទៅហើយឲ្យខ្ញុំបានរាប់អានទីបំផុតនោះក៏ត្រឡប់ទៅវិញដូចជាខ្យល់ដែលគ្មានស្រមោលគ្មានរូបរាងអញ្ចឹងប្រហែលជាបងត្រឡប់ទៅវិញហ
ហើយក៏ផ្លេចទីនេះតែដឹងមកទៅ នូកុំគិតវែងឆ្ងាយពេកណា អូជំនងក្លិនស្រែស្រើអើយជួយបងងំចឹងបើអើយចងចាំ បងត្រូវតែត្រឡប់ទៅវិញប៉ុន្តែមិនបានន័យថាបងភ្លេចទីនេះទេបងមានបំណងចង់រស់នៅទីនេះមួយរយៈព្រោះទីនេះក៏ជាស្រុកកំណើតរបស់បងដែរតា ធ្វើម៉េចបងអាចបំភ្លេចទីនេះបានទៅ ពិតមែនណាបងភុំបងត្រូវតែចាំពាក្យសម្ដីនេះណាបងភុំត្រូវតែត្រឡប់មកទីនេះវិញកុំទៅហើយក៏បាត់រហូតនោះខ្ញុំណាប្រកាសជានឹកបងស្លាប់ហើយ បើអញ្ចឹងបានណាបងមានកិច្ចការធ្វើនៅទីនេះច្រើនណាស់យ៉ាងណាក៏បងត្រូវតែត្រឡប់មកទីនេះវិញដែរបើសិនហើយនៅពេលណានោះបងប្រកាសជាត្រឡប់មកវិញហើយបងទៅហើយណា បងភុំបងត្រូវតែមកហូបបាយនៅផ្ទះខ្ញុំវិញល្ងាចនេះខ្ញុំនិងម៉ែបានរៀបចំម្ហូបច្រើនណាស់សម្រាប់បង បងទៅហើយណា ចា នាងនោះសំណាងឯងសម្លាប់ម្លេះ ហេតុអីក៏ចាប់មិនបានអញ្ចឹងអីអូយ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 លេងខ្ញុំលេងដាក់ខ្ញុំចុះលោកឯងធ្វើអីហ្នឹងហ៎ធ្វើអីឈួតទេ ណែយ៉ាងម៉េចហ្នឹងនេះខ្ញុំកំពុងតែជួយអ្នកនាងណានេះមិនអរគុណហើយបែរជាចង់បន្ទោសខ្ញុំទៅវិញហ៎ តែខ្ញុំមិនបានពឹងពាក់ឲ្យលោកមកជួយខ្ញុំឯណាម៉េចចង់ទៀមទាកូនស្រីតកាតអត់មានអ្នកណាពឹងពាក់តតែសោះចាំមកជួយគេដែរណែនេះណាចង់ឲ្យខ្ញុំមកអរគុណលោកទៅវិញអញ្ចឹងហ៎ អូ ខ្ញុំពិតជាមិនដឹងអីមែននេះគួរណាគួរតែទុកឲ្យនាងធ្លាក់ពីលើដើមឈើឆ្លោះចង្កេះឬក៏បែកក្បាលទើបវាភាសាជាង ធ្វើគុណបានទោសបែបនេះពិតជាចាប់មែនហុយ អូយយ៉ាត់អូយ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  ដៃអ្នកនាងឈាមហើយមានត្រូវកន្លែងណាខ្លាំងជាងនេះទៀតទេ ខ្ញុំមិនអីទេលោកគ្រាន់តែ
លត់ស្បាញ់តែងទួចហ្នឹងណាវាគ្មានអីធំដុំផងតែមួយថ្ងៃពីរថ្ងៃទៀតវាក្រៀបបាត់ហើយ មើលតែនាងពិតជារឹងមាំណាស់មិនដូចជាស្រីធម្មតាទេពិតជាចំណែកមែនខ្ញុំពិតជាអរគុណអានាងហើយបើសិនជាមិនបានអានាងជួយខ្ញុំទេខ្ញុំប្រកាសជាយ៉ាប់ហើយ មិនចាំបាច់អរគុណអីទេព្រោះខ្ញុំមកជួយលោកដល់ខ្លួនឯងគ្មានអ្នកណាហៅខ្ញុំមកជួយលោកផងហ្នឹង ស្រីម្នាក់នេះពិតជាចំណែកណាស់អរគុណប៉ុណ្ណឹងហើយនៅមិនទទួលទៀត អូជំនោក្លិនស្រែស្រើអើយជួយបងងំចឹងបើអើយចងចាំ អ្នកម្ចាស់តូចអ្នកម្ចាស់តូចអ្នកម្ចាស់តូចនេះណែមើលផ្កាស្រស់ស្រស់ខ្លាំងណាស់ម្ចាស់តូចខ្ញុំបេះចម្រោះពណ៌តែម្ដងគ្រប់ពណ៌គ្រប់ម៉ាកអូយស្អាតស្អាតខ្លាំងណាស់អ្នកម្ចាស់តូចហើយនៅខាងក្រោមក៏មានទៀតដែរអូយផ្កាប៉ុណ្ណឹងបើមិនគ្រប់ទេចាំនាងខ្ញុំនេះតែកាត់យកមកជូនថែមទៀតក៏បានដែរចា ប៉ុណ្ណឹងបានហើយណាបងអេតគឺនៅសល់តែបន្ទប់មួយទៀតទេផ្កានេះគឺមានតែនៅសល់ផងណាបងអេត បើអញ្ចឹងណាម្ចាស់តូចចាំខ្ញុំនេះទៅយកធូបមកថែមទៀតចាសម្រាប់អើយ ហើយច្រូតបានប្រមាណស្រែដែរហើយ បាន5បោកអ្នកអើយ តាមយកឲ្យតន់លាវតាមយកឲ្យតន់លាវជាផ្លូវទៅលាវសេះទៅហើយចាប់ឡើងកូនផានេះថ្ងៃនេះកូនចេញមករៀបការខ្លួនឯងផងហើយកូនមិនក៏មិនប្រើនាងអននាងអេតឲ្យវាធ្វើទៅចាំបាយរវល់ធ្វើខ្លួនឯងធ្វើអីហ่ะកូន អូយមែនហើយម្ចាស់ស្រីមិនដឹងជាម្ចាស់តូចមកធ្វើនាំរវល់ធ្វើស្អីទេទុកឲ្យនាងខ្ញុំនេះជាអ្នកធ្វើវិញក៏បានដែរគ្រាន់តែរៀបការប៉ុណ្ណឹងវាជាជំនាញរបស់នាងអេតស្រាប់ទៅហើយម្ចាស់ស្រីមើលណែឃើញស្អាតទេមិនចាញ់ម្ចាស់តូចប្រមាណទីណា គឺមកពីកូនអបសុកពេកណាស់អ្នកម៉ែអើនៅតែក្នុងបន្ទប់ដេកប៉ាក់រហូតនឹងអញ្ចឹងហើយបានជាខ្ញុំចង់មកជួយការងារបងអេតខ្លះបើមិនអញ្ចឹងទេខ្ញុំពិតជាស្ពឹកដៃស្ពឹកជើងហើយ
ចឹងទេកូនអូសុផាម៉ែភ្លេចសួរកូនឲ្យឈឹងទៅយប់មិញនេះមិនក៏កូនឆាប់មកពីវត្តម្លេះកូនហេតុអីក៏មិននៅយូរបន្តិចទៅកូនព្រោះយូរទៅមានបុណ្យភូមិម្ដងចាអ្នកម៉ែគឺមកពីបងផាត់គាត់មិនចង់នៅយូរណាមួយកូនក៏ចង់ឆាប់មកសម្រាប់វិញដែរកូនមិនចង់ទម្លាប់អត់ងងុយទេឲ្យតែដល់ពេលងងុយដេកហើយនោះគឺនៅលេងជាមួយគាត់តទៅទៀតក៏មិនបានយូរដែរចឹងទេកូនចាស្អាតណាស់កូនប៉កែមែនប៉កែរៀបណាស់អូយនាងអេនក៏រៀបមិនចាញ់ម្ចាស់តូចដែរណាម្ចាស់ស្រីនេះមើលផ្ការបស់នាងឯងចុះចេះមកអួតកើតដែរនាងនេះផ្ការបស់សុផាកូនយើងនេះរៀបផ្កាបានសមមែនតើពិតមែនហើយម្ចាស់ស្រីម្ចាស់តូចផាធ្វើអ្វីក៏ស្អាតដែរអូជំនរក្លិនស្រែស្រើអើយជួយបងនំចឹងបើអើយចងចាំក្មួយចម្ប៉ារើខ្លួនឯងទៅណាត្រីពូនេះណាវាមិនសូវធំនោះទេតែវាជាត្រីស្រែសុទ្ធណាវាមានរសជាតិនិយាយថាជាងត្រីអាឆាតទៀតនោះហើយក៏វាមិនមែនជាត្រីបឹងត្រីទលេទេណាក្មួយតូចមែនពិតតែវាខ្លឹមណាស់ក្មួយចាពូណែបើមិនជឿទេក្មួយឯងសាកម្ដងមើលតើវាមានរសជាតិយ៉ាងម៉េចណែកុំចង់បានត្រីសំណាញ់ធំដូចត្រីអាឆាតនោះធំតែមិត្តជាតែម៉ងទេណែមិនដូចត្រីស្រីយ៉ាងទេហើយសាច់ក៏វាមិនផ្អែមដូចត្រីស្រីយ៉ាងដែរដឹងហើយលោកពូថាត្រីស្រីយ៉ាងនេះវាឆ្ងាញ់តែវាតូចបន្តិចប៉ុន្តែយកទៅបំពងព្រោះវាមិនសូវមានសាច់ហ្នឹងណាបើយកទៅស្លនោះវាមិនអីទេអូតែឥឡូវបើយើងអត់មានត្រីធំទៅហើយមានតែហូបត្រីតូចៗអញ្ចឹងហើយតែវាមានជាតិខ្លាំងណាស់ខ្ញុំយកទៅបំពងធ្វើទឹកត្រីផ្អែមក៏បានញោមស្ដៅក៏បានដែរអូអញ្ចឹងទេចង់យកត្រីធំបន្តិចណាពូក្មួយច្បាស់មើលហើយរើសមើលទៅពេញចិត្តអាណាធំជាងគេយកទៅសុទ្ធតែត្រីស្រែសុទ្ធហើយនឹងកូនផាហើយនេះកូននៅមិនទាន់រៀបចំផ្ការួចរាល់ទៀតឯកូនចារួចរាល់ហើយល្មមណាស់លោកពុកណែបងអេតជួយកាន់ផ្កានេះទៅចាអ្នកម្ចាស់តូចចាំខ្ញុំចូលទៅរៀបចំនៅក្នុងបន្ទប់ជាមួយអ្នកម្ចាស់តូចលោកបងក្រែងលោកដង្ខៅប៊ុនថាមកលេងផ្ទះយើងនៅថ្ងៃនេះហេតុអីក៏ថ្មនេះហើយមិនទាន់ឃើញលោកអញ្ជើញមកទៀតណាលោកបងអូដង្ខៅប៊ុនបានណាត់ជាមួយនឹងបងហើយយ៉ាងណាក៏មិនខុសពាក្យដែរណាគាត់មកតាមតាពាក្យចាស់ទេដើម្បីរឿងកូនចៅរបស់យើងហើយកូនផាក៏ត្រៀមមកហើយទៅណែកូនផាបើរៀបចំផ្ការួចហើយកូនចូលទៅក្នុងសិនទៅទុកឲ្យចាស់គេនិយាយគ្នាសិនណាកូនចាលោកពុកពូចែមក្មួយរើមើលទៅអូម្ចាស់តូចនេះម្ចាស់តូចជើញមកតែផ្ទាល់ផងអីឲ្យខ្ញុំសុំទោសផងសម្រាប់រឿងដីធ្លីអញ្ចឹងទោះតែខ្ញុំមកខ្លួនឯងហើយទើបបានណាម្ចាស់តូចសុំជើញគួយសុំជើញផ្ទះហើយនឹងដីនេះដែលលពូចង់លក់ឪពុកខ្ញុំនេះមិនក៏តូចអីខ្លាំងម្ល៉េះខ្ញុំចង់បានដីដែលធំជាងនេះដែលអាចយកទៅប្រើការបានអូម្ចាស់តូចដីដែលខ្ញុំចង់លក់ឲ្យលោកដង្ខៅមិនមែនជាដីនៅទីនេះទេគឺជាដីចំការរបស់ខ្ញុំនៅឯចុងភូមិឯណោះចាំខ្ញុំជូនម្ចាស់តូចទៅមើលអូនេះលពូនៅមានដីចំការទៀតមែនទេមិនអីទេអញ្ចឹងចាំខ្ញុំទៅមើលសិនក៏បានហ
ហើយខ្ញុំនឹងសម្រេចចិត្តឲ្យតម្លៃបើសិនណាជាដីធំអាចប្រើការបាននោះខ្ញុំនឹងទិញហើយរឿងតម្លៃអីនោះពូមិនចាំបាច់បារម្ភទេព្រោះថាខ្ញុំនេះពិតជាមិនឲ្យតម្លៃទាបនោះទេណា បាទម្ចាស់តូច អញ្ចឹងចាំខ្ញុំជូនម្ចាស់តូចទៅណា អូបាទ ក្មួយចម្ប៉ារើសត្រីរួចហើយឯងបើសិនជារើសបានហើយយកទៅសិនចុះណា ហើយប្រាក់ មិនចាំគិតតាមក្រោយក៏បានដែរវាមិនអីទេ ចាពូរបបសិនចុះចាំស្អែកខ្ញុំយកប្រាក់មកឲ្យក៏បានដែរ ចម្ប៉ាគឺចម្ប៉ាសោះ ចា ខ្ញុំឃើញតែពីក្រោយចំណាំមិនបានហើយនេះចម្ប៉ាមកធ្វើអីដែរទៅ ចាខ្ញុំរត់ទិញត្រីទៅធ្វើម្ហូបជូនម្ចាស់យាយមិញនេះឃើញម្ចាស់តូចចូលរវល់ជាមួយនឹងពូទៅខ្ញុំមិនហ៊ានរំខានមិនក៏ម្ចាស់តូចស្គាល់ឈ្មោះរបស់ខ្ញុំ អូគឺស៊ីផាបាននិយាយពីនឹងចម្ប៉ាប្រាប់បងនឹងណាបងក៏ទើបមិនដឹងថាចម្ប៉ាក៏ជាកូនម្នាក់របស់លោកពូថិនដែរមែនទេ អើយកាប ណាយកក្មួយស្រីកុំមិនក្មួយស្រីមិនហើយ ហើយនេះវាខំត្រីត្រង់ណាស់ហើយចម្ប៉ាមានចុកខ្លាំងទេយ៉ាងមិនហើយចម្ប៉ាចុកខ្លាំងទេហើយយ៉ាងមិនទៅហើយក្មួយឈឺដែរទេ មិនក៏ចម្ប៉ាប្រហែលខ្លាំងម្ល៉េះហ៊ានទៅចាប់ក្អែបទាំងស្រស់បែបនេះហើយនេះចម្ប៉ាមិនខ្លាចទេហើយឥឡូវគិតធ្វើយ៉ាងម៉េចទៅ